បន្ទាប់ពីការវិវត្តទៅកាន់អបិយនឹងយ៉ាងខ្លាំងក្លាហើយមើលទៅកាន់វាក៏មានចំហាពណ៌ក្រហមឆ្អិនឆ្អៅចេញខ្លួនវាផងដែរនឹងនាងក៏បានប្រាប់ថាពលរបស់នាងបន្តទៅទៀតហើយបន្ទាប់ពីថាពលយ៉ាងខ្លាំងក្លាវាប្រហារទៅដូចជារទះបាញ់ទម្លាក់ចូលទៅខាងក្រោមនឹងប៉ុន្តែចាប់មិនចូលទៅកាន់អបិយនោះទេនឹងវាក៏បានហាមាត់បន្តិចបញ្ចេញទៅកាន់ក្លិនដ៏ចំអុយទៅកាន់នាងផងដែរអត់ច្រឡំបញ្ចេញថាពលរបស់គេទៅកាន់នាងផងដែរនឹងធ្វើឲ្យនាងធ្លាក់មកខាងក្រោមវិញនឹងឯងបន្ទាប់ពីនាងធ្លាក់មកបន្តិចអបិយនោះក៏បានសោយទៀតហើយប្រសិនបើជាអ្នកមានអ្វីផ្សេងទៀតនោះគ្រាន់តែប្រើវាមកកាន់ខ្ញុំទៅខ្ញុំក៏ចង់ឃើញអំពីវាផងដែរតើអាវុយយ៉ុងអាសតរិឆានមួយនោះវាបានផ្ដល់អ្វីទៅកាន់អ្នកខ្លះទៅខ្ញុំក៏ចង់ឃើញវាឥឡូវនេះគណៈពេលនោះមួយវិញក៏បានដកទៅកាន់ដាវពីខៀតដ៏ក្រហមឆ្អិនឆ្អៅមានភ្លើងឆេះលើនឹងព្រមទាំងចំហាយអររ៉ាយ៉ាងខ្លាំងក្លាផងដែរបន្ទាប់មកបញ្ចេញទៅកាន់ក្បាច់ដាវមួយយ៉ាងសាហាវខូកាប់ទៅកាន់វានឹងដាច់ជាពីរផងដែរប៉ុន្តែអាប៉ែនោះក៏នៅតែបានសោយចេញបន្ទាប់ពីការសោយឌឺវាក៏នៅតែបាននិយាយលយអាក្មេងនោះបានផ្ដល់ដាវព្រលឹងទៅកាន់អ្នកផងវាមិនមែនជារឿងគួរឆ្ងល់នោះទេដែលអ្នកស្រឡាញ់ទៅកាន់វានោះអរិយកាយម្នាក់ទៀតក៏បានសោយទៀតហើយប៉ុន្តែខ្ញុំជាអមតៈឥឡូវនេះដរាបណាអូនឯងស្រឡាញ់ហ៊ានោះហ៊ានឹងបដូរចិត្តជាមិនខានប៉ុន្តែនិយាយបានហងគឺថាខ្ញុំច្រាំយ៉ាងម៉ត់ខៃទៀតហើយប៉ុន្តែកាន់តែកាប់អាមួយនោះកាន់តែបំបីខ្លួនជាច្រើននឹងវាក៏នៅតែបាននិយាយក្រុមបន្ទោទៅខ្ញុំប្រើកម្លាំងបើចំពោះស្ត្រីសោះមួយវិញក៏បានរអ៊ូហើយវាក៏មិនល្អនោះទេដូចជាអ្វីដែលគាត់បាននិយាយមានអបិយម្នាក់នេះគឺកាន់តែកាប់កាន់តែច្រើននឹងឯងនាងក៏ខំរកដកដាវម្ដងទៀតហើយប៉ុន្តែគណៈពេលនោះថាពលក៏បានរលាកបាត់នាងក៏បានឆ្ងល់ដែរតែមានរឿងអ្វីកើតឡើងចំពោះវូយ៉ុងទៅអបិយនោះក៏បានសោយទៅរើទីបំផុតអាក្មេងនោះបាត់បង់ស្មារតីហើយនឹងក៏បានសោយទៀតមួយវិញទីបំផុតនៃជីរបស់អ្នកបន្ទាប់ពីប្រើរាងកាយរបស់គេយ៉ាងណាទៅកាន់នឹងដុំថ្មមួយក៏បានកត់សង្កិនទៅកាន់ពួកនោះឡើងកពិតកពិតនឹងឯងអបិយនោះបានឃើញក៏បានកត់សម្គាល់ដឹងនេះគឺជាវត្ថុទិព្វដែលបានសល់ទុកឲ្យខ្ញុំតាមដែលខ្ញុំដឹងនៅវាក៏នៅក្នុងបន្ទប់សម្ងាត់នោះទេតើមកទីនេះដល់របៀបណាទៅប្រកាសណាថាពលនេះគាត់ជួយខ្ញុំមានភាពអមតៈចុះហើយអ្វីបញ្ជាមនុស្សទាំង5នាក់មិនតន់រស់ឡើងវិញបែបនេះតើមានរឿងអ្វីកើតឡើងមិនទេគណៈពេលនោះថ្មនោះក៏បានទម្លុះនឹងប្រេះជាពីរតែម្ដងនឹងលេចចេញទៅកាន់វូយ៉ុងនិងក្មេងស្រីប៊ីសាចក្មេងស្រីនោះក៏បានរសើរទៅកាន់កោះខ្លាំងមែនទែននឹងក៏សួរតើយើងអាចធ្វើអ្វីដើម្បីមកនេះបានទៅតើលោកអាចប្រាំកាន់ខ្ញុំបានទេលោកគ្រូជាតាមធម្មតាតួរបស់យើងនឹងតួស្រីនឹងមកជួបមុខគ្នាតែងតែផ្អែមល្ហែមនឹងឯងហើយនាងក៏ទៅបានសួរដាប់ព្រលឹងរបស់ខ្ញុំសັບតែបាត់ខ្លួនភ្លាមតើមានរឿងអ្វីកើតឡើងចំពោះអ្នកមែនទេអបិយវីនោះក៏បាននិយាយកាត់ទៀតថាវូយ៉ុងហើយអ្វីបានជាអាក្មេងក៏ដកក្លិតអីមិនទាន់ងប់ទៀតទៅក្តាប់បិសាចមករំថាទៀតថាអីហ៊ានប៉ះទៅកាន់ប្រពន្ធរបស់គ្រូរបស់អញផងអាចង្រៃយោបន្ទាប់មកនាងក៏បានប្រើទៅកាន់ចំហែអុករបស់នាងយ៉ាងច្រើនតែម្ដងទៅខំទ្រវឹកទៅកាន់ពួកនោះគណៈពេលដែលនាងកំពុងតែចង់អួតនឹងតួរបស់យើងក៏បានទាញនាងចេញតែម្ដងបន្ទាប់ពីការបាក់បារីអបិយនោះក៏បានសម្រុកចូលមកហើយរួមទាំងស្លាប់ទាំងគូក្រញ៉ាំជើងទាំងងត់ស្រួចនិងក៏បានចាក់ទម្លុះមកកាន់របាំងរបស់គាត់វូយ៉ុងក៏បានរអ៊ូហើយកម្លាំងមួយនេះខ្ញុំមិនបានទទួលស្គាល់វានោះទេឬក៏មិនទប់ស្គាល់នឹងឯងហើយរួចបញ្ជាទូជួបប្រទះជាមួយនឹងឧបសគ្គបែបនេះទៅតើវាមានក្នុងផ្ទាំងថ្មអត់ក្បាំងនោះមែនទេវាប្រាប់ដូចជាលោកគ្រូម៉ូហ្វីនៃអរិយយ៉ាងអញ្ចឹងក្មេងស្រីតូចក៏បានកត់សម្គាល់ដំណើរថាធម្មពលដែលគាត់ទទួលបានគឺបានមកពីអាថ្មនៅក្រោយខ្នងរបស់គេនឹងឯងវូយ៉ុងក៏នៅតែបានរអ៊ូដុំថ្មនោះក៏បានជួយគេមានភាពអមតៈប្រកបណាស់វាមិនងាយស្រួលដើម្បីដោះស្រាយទៅកាន់អបិយម្នាក់នេះទេនឹងគាត់ក៏បានប្រាប់ឲ្យក្មេងស្រីតូចនឹងនាំមកវិញចេញពីទីនេះទៅនៅជាមួយគាត់នោះទៅដៃទៅជើងនោះទេនឹងក៏នៅតែបានគម្រាមទៅកាន់ក្មេងស្រីតូចទៀតថាបើអ្នកមិនអាចការពារទៅកាន់មកវិញបានទេខ្ញុំនឹងមិនយកនេះជាសិស្សឡើយក្មេងស្រីតូចក៏បានស្រែកទៅវិញថាលោកគ្រូក៏មិនរំអីទុកចិត្តជាមួយនឹងខ្ញុំទៅហើយនាងក៏បាននាំមកវិញចេញពីទីនេះតែម្ដងវិនាទីដែលពួកគេកំពុងតែចាក់ចេញនឹងរបាំងនោះក៏បានបែកធ្លាយអបិយនោះក៏បានចូលមកហើយនឹងក៏នៅទៅបលស្រ័យទៅនរកទៅអពងក្ដោកលែនប៉ុន្តែវូយ៉ុងរបស់យើងក៏បានញញឹមទាំងជឿជានឹងក៏បានគិតខ្សោយពេកណាអូនអើយនឹងសេចក្តីរបស់យើងគណៈពេលក៏ត្រូវបានបញ្ចប់ផងដែរនឹងហើយអ្នកនរគ្នាសូមជម្រាបលាជួបនៅក្នុងវីដេអូក្រោយ Hello អ្នកនរគ្នាស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់មានម្ដងទៀតហើយនឹងហើយគ្នារឿងណាដែលមិនទាន់ subscribe មានម្នាក់មួយផងទៅអ្នកនរគ្នាខ្ញុំគិតថា subscribe នឹងអត់ប្រយោជន៍ទេសោះគឺថាជួយដល់មាននឹងច្រើនខ្លាំងមែនទែនដោយសារតែជួយលើកទឹកចិត្តអីចឹងទៅហ្នឹងហើយបងមនុស្សម្នាក់គ្មានអារម្មណ៍ដើម្បីធ្វើនោះទេរឿងក៏ចេញយឺតនោះដែរអញ្ចឹងអ្នកនរគ្នា subscribe អ្នកមួយទៅអញ្ចឹងហើយបើមិនបានធ្វើហើយទៅបើធ្វើហើយជួយទៅកាត់សាច់រឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមឡើងនៃភាគនេះនឹងកាត់មកកន្លែងព្រលឹងមួយចំណែកទៀតរបស់វូយ៉ុងរបស់យើងនេះវិញជួបជាមួយនឹងអាបិសាចខ្មោចហ្នឹងឯងបន្ទាប់ពីរងនៃការវិបាកហើយវាក៏បានរសើបផងដែរអីចានេះគឺជាការវឹកហាត់របស់អុកមែនទេឬក៏ជាសម្ងាត់របស់អុកហ្នឹងឯងវូយ៉ុងក៏បានរសើបចេះមើលក្រនបើពើ
អបនោះក៏បានដករំពេញដ៏ស្រស់ស្អាតរបស់វាចេញមកនិយាយទៅថាទោះបីជាមនុស្សបិសាចអរិយក៏ដោយវាគឺនៅតែជាអត់ប្រយោជន៍ជាចុងក្រោយសូម្បីតែជាស្ដេចបិសាចនេះក៏ត្រូវតែស្លាប់ក្នុងដីវិនិច្ឆ័យដែរវិនាទីដែលវូយ៉ុងរបស់យើងបញ្ចេញទៅកាន់ចំហាយអុកដ៏ខ្លាំងក្លាឬក៏ធំសម្បើមនឹងអបនោះក៏បានបញ្ចេញកម្លាំងរបស់វាចេញមកហើយដែលជាយន្តស្ដេចខ្មោចនឹងឯងព្រមទាំងបានសោះវាក៏នៅតែបានសរសើរទោះបីជាកម្លាំងរបស់អាវុធរបស់ស្ដេចបិសាចនឹងមិនអាចធ្វើអ្វីទៅកាន់ឯងក៏ដោយគឺថាអាវុធលើកមុននឹងឯងអ្នកនរដែលបានមកភាពមុនគឺដឹងហើយមិនអាចធ្វើអ្វីទៅកាន់ឯងបានក៏ដោយប៉ុន្តែលើកនេះគឺជាវិជានៃការចាក់សោព្រលឹងរបស់ឯងនឹងត្រូវជាប់សោជាមិនខានចាំមើលតើឯងមានក្បាច់អ្វីទៀតទៅហើយវាក៏បានប្រើទងព្រលឹងរបស់វាចេញទៅកាន់សត្វចម្លែកឬក៏រោគឆ្អឹងនឹង3ក្បាលផងដែរបន្ទាប់ពីហក់ទៅចឹកទៅកាន់វូយ៉ុងហើយអពនោះក៏បានសោចទៅហើយវាលោកនេះគឺអត់ប្រយោជន៍នោះទេជាមួយនឹងការវាប្រហាររបស់ទងទាំង5របស់ខ្ញុំទីបំផុតឯងប្រកាសជាត្រូវស្លាប់ប៉ុន្តែនិយាយនឹងមិនអីក្អួតឈាមវក់តែម្ដងវាក៏បានគិតទាំងឆ្ងល់ហើយបានជាសរីរាង្គខាងក្នុងខ្លួនរបស់ខ្ញុំមានការឆេះយ៉ាងអញ្ចឹងគណៈពេលដែលវូយ៉ុងឃ្លាតដៃមឹកផាច់នឹងអាប៉ែដែលជាប្រលឹងនៃសាច់ខ្មោចដែលអាប៉ែសាច់ខ្មោចនឹងប្រើជាលើកមុននឹងឥឡូវនេះក៏បានចេញមកផ្ទងកទៅកាន់វាតែម្ដងវាក៏នៅតែបានឆ្ងល់ហើយបើមិនជាកូនឆ្អឹងដែលខ្ញុំគ្រប់គ្រងប្រែទៅជាការគ្រប់គ្រងរបស់គេទៅវិញវាក៏បានសួរហើយបើមិនជាឯងអាចដោះស្រាយទៅកាន់វិជាចាក់សោព្រលឹងរបស់ខ្ញុំបានយ៉ាងអញ្ចឹងវូយ៉ុងក៏បានប្រាប់ហេតុផលទៅកាន់វាហើយវាគឺបានសោះទុកទៅដល់បុព្វបុរសដែលមានអំណាចដែលនៅក្នុងទឹកដីហាមឃាត់នៃត្រកូលខ្មោចការដាំដុះនោះគឺវាសាមញ្ញខ្លាំងណាស់ហើយគាត់ក៏បានកោះហៅទៅកាន់ព្រលឹងនៃអាពួកខ្មោចនោះម្ដងទៀតហើយខ្ញុំគឺបាននិយាយជាច្រើនដងមកហើយឯងគឺនៅតែកើវានឹងមិនគ្រប់គ្រាន់ឲ្យបងមិនចេញក្នុងពលនោះទេអពេលនោះក៏បានស្រែកឲ្យយ៉ាងមិននឹងអាចទៅរួចទៅវាគឺមិនសមឲ្យផលទៅដល់សោះពូយ៉ុងក៏បានប្រាប់ទៅវិញឯងមិនជឿមែនទេចាំបងធ្វើឲ្យអូនឯងមើលព្រមទាំងមិនចេញក្នុងពលរបស់កូនឆ្អឹងយ៉ាងខ្លាំងក្លាតែម្ដងដែលត្រូវថាពលមួយតង់នេះនឹងគឺថាមានសាច់មានឈាមជាងមុននឹងឯងគាត់ក៏បានប្រាប់ដែរថានេះគឺជាវិធីសម្ងាត់របស់តកូលខ្មោចនិងជាវិធីដ៏កំពូលទៀតផងបន្ទាប់ពីគាត់និយាយមកបន្តិចនឹងអាប៉ែនោះក៏បានប្រកាសជាមានសាច់មានឈាមដូចគេដូចឯងដែរអញ្ចឹងលែងឆ្អឹងទៀតហើយវាក៏បានគោរពទៅកាន់មូយ៉ុងផងដែរអាប៉ែខ្មោចនោះក៏បានស្រែកទៅយ៉ាងម៉េចនឹងអាចទៅរួចទៅតើអ្នកអាចដាក់រូបកាយវិញ្ញាណនៅក្នុងក្រុមឆ្អិនរបៀបណាទៅមូយ៉ុងក៏នៅតែបានរួចជួយឲ្យអូននេះប្រាប់មិនជឿទៅសោះអញ្ចឹងឯងស្រូបយកបទពិសោធន៍ខ្លួនឯងទៅមានអីត្រូវថាពលរបស់វូយ៉ុងរបស់យើងមកខ្វាច់នឹងដកទៅតាមព្រលឹងរបស់គេស្រេចពោពេញទៅដោយសេចក្តីឈឺចាប់ដល់ពេលត្រូវថ្មោងយើងបានស្រែកថាជឿវូយ៉ុងក្នុងទៅបាននិយាយអីសម្ងលើសម្ដីរបស់ពី3ម៉ាត់នឹងមែនទេវាមិនសំខាន់ទៅលើឯងនោះទេយ៉ាងណាមិញខ្ញុំមិនទាន់ដោះស្រាយទៅកាន់បញ្ជីចាស់ជាមួយនឹងឯងនោះឡើយឥឡូវនេះដោះស្រាយឥឡូវទៅបន្ទាប់មកបិសាចដ៏មានមាឌដ៏ធំនឹងក៏បានកាប់ទៅកាន់វាមួយលំពេងធ្វើវាមានកក់ឈឺចាប់ទៀតហើយអាប៉ែខ្មោចនោះមុននឹងងាប់ក្នុងតែនិយាយឌឺអាចចង្រៃយួរទោះបីជាឯងសម្លាប់ទៅកាន់ពួកយើងក៏ដោយវាក៏នៅតែមានអ្នកអមតៈដើម្បីសងសឹកឲ្យយើងដែរគណៈពេលដែលគេកំពុងតែនិយាយលយមើលទៅកាន់មួយយ៉ាងរបស់យើងពិតជាកំណត់ខុសខ្លាំងមែនទែនគុំតិចទៅកាន់រាងកាយរបស់គេទៅជាផេះផង់បាត់ទៅតែមើលទៅកាន់សភាពរបស់មួយយ៉ាងរបស់យើងក៏មានជាបន្តិចបន្តួចផងដែរគាត់ក៏នៅតែបានគិតដូចជាអ្វីដែលខ្ញុំបានគិតទុកមានគឺថាមនុស្សដែលមានព្រលឹងមិនគ្រប់គ្រាន់នឹងមិនអាចទប់ទល់ជាមួយនឹងស្ដេចខ្មោចបានទេបើបរាជ័យនោះវានឹងបង្ខំកម្លាំងរបស់ខ្ញុំព្រមទាំងប្រតិកម្មដូចជាខ្ញុំគណៈពេលឥឡូវនេះយ៉ាងអញ្ចឹងមូយ៉ុងក៏បានប្រាប់ទៅកាន់បិសាចមាធំនឹងឲ្យគេស្វែងរកនិងស្វែងយល់អំពីព្រលឹងរបស់គេឲ្យស្រួលទៅព្រោះថាមិនទាន់រួមបញ្ចូលជាមួយនឹងរាងកាយនោះពេញលេញនោះទេហើយវាក៏បាននិយាយអរគុណដល់លោកមកចោះហើយគាត់ក៏បានចាប់អារម្មណ៍នឹងព្រលឹងមួយផ្នែកទៀតរបស់គាត់ផងដែរថែមកំពុងតែមានបញ្ហាអីចឹងទៅបន្ទាប់ពីការគាត់ក៏បានផ្ដល់ចំនួនការវឹកហាត់ឬក៏វិជានៃការវឹកហាត់សម្ងាត់ហ្នឹងទាំង5ឲ្យទៅកាន់អាបិសាចខ្មោចនោះផងដែរហើយក៏បានឲ្យគេវឹកហាត់មកស្រឡាញ់ទៅមើលទៅកាន់ទឹកមុខរបស់ប៉ែហ្នឹងពិតជាខ្ញុំមិនបិទមាត់នោះទេវាក៏បាននិយាយថាអរគុណលោកម្ចាស់បន្ទាប់ពីបិសាចខ្មោចដ៏ស្រស់ស្អាតរំលងចេញទៅនឹងមូវេននិងក្មេងស្រីតូចបិសាចក៏បានមកផងដែរមួយវិញបន្ទាប់ពីឃើញគាត់មានរបួសហើយក៏សុំគាត់របៀបជាបាផងដែរហើយគ្មានសិទ្ធិតូចក៏បានញ៉ាំបន្តិចផងដែរមួយយ៉ងក៏បាននិយាយទៅកាន់មួយវិញទៀតហើយថាមពលរាងកាយរបស់អ្នកនេះពេលបច្ចុប្បន្ននេះនឹងប្រើប្រាស់ថាមពលពលឹងរបស់អ្នកជាច្រើននឹងឯងដូច្នេះខ្ញុំនឹងត្រូវទាញវិញ្ញាណរបស់អ្នកពាក់កណ្ដាលចេញឬក៏វិញ្ញាណបឋមអីចឹងទៅនិងព្រមទាំងបង្កើតរាងកាយរបស់អ្នកឡើងវិញអីចឹងទៅគាត់ក៏នៅទៅបានសូមបញ្ជាក់តើអ្នកជឿខ្ញុំទេមួយវិញក៏បានប្រាប់ថាប្រកបណាស់មកវិញក៏នៅតែបាននិយាយទោះបីជាធ្វើយ៉ាងនេះក៏ដោយវាក៏នៅតែបានជឿនឹងឯងនឹងគ្មាននរណាគេការពារទៅកាន់ភ្នំឡើយប្រហែលជាភ្នំសិង្ហធាននឹងឯងឬក៏ភ្នំភ្លូហូលក៏បានដែរ
និងមូយ៉ុងក៏បានប្រាប់ទៀតថាចឹងចូលទៅកាន់រាងកាយរបស់ពួកបរិសុទ្ធទៅមូវិញក៏បាននិយាយវាគឺមិនល្អសម្រាប់ក្មេងស្រីតូចបិសាចនេះនោះទេក្មេងតូចក៏បានបដិសេធវាមិនអីនោះទេដោយសារតែការវង្វេងរបស់ខ្ញុំគឺខ្ពស់ជាងនេះអញ្ចឹងហើយការប្រើប្រាស់ទៅកាន់ធម៌វិញ្ញាណនឹងក៏តែអនុញ្ញាតពីខ្ញុំឯណោះមូយ៉ុងក៏បានមកសើទៅកាន់ក្មេងស្រីតូចនឹងក៏បាននិយាយទៀតថាតើអ្នកចង់បានរាងកាយដូចជាបិសាចខ្មោចនោះដែរទេនាងក៏បានសប្បាយចិត្តតាមមែនអីយ៉ាលោកគ្រូនោះតែយល់អំពីខ្ញុំបន្ទាប់មកពួកគេក៏បានអនុវត្តវិជ្ជានោះតែម្ដងប្រហែលជាផ្ទៃព្រលឹងអីក៏មិនដឹងដែរមិនច្បាស់នោះទេបន្ទាប់មកសេរីរបស់យើងក៏កាត់ម្ដងអ្នកទាំងពីរនេះវិញកំពុងតែធ្វើការប្រយុទ្ធគ្នានឹងឯងគឺជាព្រលឹងមួយផ្នែកទៀតរបស់មូយ៉ុងនិងអបិមួយទៀតដែលមានឈ្មោះថាវីនឹងឯងមូយ៉ុងក៏នៅទៅមកយើងក៏ត្រូវការចូលទៅក្នុងអាណាចក្រស្ងាត់មួយទៀតដើម្បីជួយសង្គ្រោះទៅកាន់ស្ដេចបិសាចហើយបន្ទាប់ពីចេញពីអាណាចក្រស្ងាត់មកវិញជួយសង្គ្រោះទៅកាន់មូវេនពីអបិវីនេះឯងឥឡូវនេះដល់ពេលដើម្បីដោះស្រាយទៅកាន់បញ្ជីរបស់ពួកអក្បរជាតិហើយនឹងគាត់ក៏បានប្រដៅពលបង្កក់នឹងបង្កក់ទៅកាន់អបិនោះតែម្ដងប៉ុន្តែវានៅតែនិយាយលយជាយាមបង្កទៅកាន់ខ្ញុំផងវាក៏ជារឿងមួយដែលល្ងងខ្លៅខ្លាំងមែនទែនមូយ៉ុងក៏បាននិយាយបន្តិចទៀតសើចលេងសមអូនហើយគាត់ក៏បានប្រដៅពលភ្លើងទៅមួយជំនាញទៀតផងដែរដែលវិជាសម្ងាត់ទាំងពីរនេះគាត់ទទួលបានពីប្រតិចានេះនិងប្រតិចាមយុរានៅក្នុងអាណាចក្រនៃប៉មបង្ក្រាបបិសាចនឹងឯងបន្ទាប់ពីចិត្តការនឹងធ្វើស៊ីទៅកាន់អូននោះហើយមើលទៅកាន់វាតកមកខាងភ្លើងមកខាងនឹងស្រែកពុកពេញទៅដោយសេចក្តីឈឺចាប់បន្ទាប់មកមូយ៉ុងរបស់យើងក៏បានដកដាវអតិទេពមកទៀតហើយនេះគឺជាដាវព្រលឹងអរិយនឹងក៏បានកើតមើលការវិវហាទៅធួអបិនឹងរយៈជាពីរតែម្ដងប៉ុន្តែរយៈទាំង slow mo នឹងឯងអបិនោះក៏បានឆ្ងល់តែម្ដងហើយបានជាខ្ញុំមិនរស់ឡើងវិញយ៉ាងអញ្ចឹងហើយគេក៏ខំហៅទៅកាន់ប្រតិចាជួយឆ្ងល់ទៅកាន់គេផងដែរប្រហែលជាដុំថ្មនឹងឯងហូយ៉ុងក៏បានគិតជាមើលតាប្រតិចាកំសាកមួយណាទៅចេញមកទៅហើយគាត់ក៏បានបោះដាវដែលជាដាវមកទេពនឹងទៅហើយក៏បានចាក់ទៅកាន់អាថ្មនឹងតែម្ដងគឺអាថ្មផ្ដោតថាពលទៅកាន់វានឹងឯងហើយវាក៏បានសើចលយយើងដឹងហើយថាប្រតិចាប្រកាសជាជួយមកកាន់យើងប៉ុន្តែសើចមិនបានប្រមាណផងគឺថាប្រេះជាពីរទៀតបាត់ទៅហើយមុននឹងងាប់ក៏នៅទៅបានស្រ័យខ្ញុំមិនទាន់ចង់ងាប់ទេប៉ុន្តែផេះបាត់ទៅហើយនឹងលេចចេញទៅកាន់ដុំថ្មពលជាច្រើនផងដែរហើយពួកវាក៏បានហោះទៅកាន់មូយ៉ុងហើយគាត់ក៏បានទទួលយកវាទាំងអស់តែម្ដងបន្ទាប់ពីយកមកពិនិត្យមើលបន្តិចគាត់ក៏បានរអ៊ូហើយនេះមិនជាវត្តមន្តដែលនៅក្នុងពិភពលោកមួយនេះនោះទេវាហាក់ដូចជាមានបរិយាចំណាស់ម្នាក់ឬក៏អ្នកផ្សេងហ្នឹងនៅពីក្រោយចំពោះរឿងមួយនេះបើសិនជាដាក់ពួកវានៅឲ្យឆ្ងាយនោះប្រកាសណាស់វានឹងស្វែងរកទៅកាន់ម្ចាស់របស់វាដំណើរពោវេទមន្តមួយនេះហ្នឹងឯងហើយគាត់ក៏បានយកវាទុកតែម្ដងមិនដឹងថាទុកឬក៏ធ្វើអ្វីនោះទេបន្ទាប់មកក៏នៅទៅមើលយើងប្រហែលត្រូវបើកទៅកាន់អាណាចក្រសម្ងាត់របស់ស្ដេចបិសាចហើយមើលទៅបន្ទាប់មកមើងងាយជីភាពទៅកាន់អបិងប់វិញនឹងអបិវីគីនោះប្រហែលជាគិតថាអាចសម្លាប់មកកាន់ខ្ញុំបានហើយមើលទៅវាពិតជាខួរក្បាលល្ងងហើយមែនទេខ្ញុំគឺមិនអាចដឹងអំពីរបៀបដើម្បីបើកទៅកាន់អាណាចក្រសម្ងាត់នោះទេប៉ុន្តែគាត់ក៏បានប្រើទៅកាន់ភ្នែកទី3របស់គាត់ដូចជាយ៉ាងជៀនយ៉ាងអញ្ចឹងមិនទុកយូរប្អូនក៏បាននិយាយថាទឹកដីហាមឃាត់នៃតកោបិសាចហើយគាត់ក៏បានបើកវាឡើងតែម្ដងបន្ទាប់ពីហើយផ្សេងចុកហើយសម្រាប់ចូលទៅដោយចំហាយនៃធម្មពលពេលដែលចូលទៅក៏នៅតែបានខ្ញុំគឺមិនប្រកាសអំពីសុវត្ថិភាពរបស់ពួកគេនោះទេទោះបីជាខ្ញុំអាចចូលមកក្នុងតំបន់ហាមឃាត់បានក៏ដោយប៉ុន្តែវាមិនអាចដឹងមុនមកនោះទេប៉ុន្តែជាមួយនឹងមូលដ្ឋាននៃការរំដោះមិនទាន់រួចរាល់នោះខ្ញុំមិនសង្ឃឹមថាអាចចូលមកកាន់ទីនេះបានឡើយនឹងជាកន្លែងដែលមិនល្អបែបនេះបន្ទាប់ពីចូលមកដល់គាត់ក៏បានឃើញទៅកាន់បរិយាចំណាស់ម្នាក់នឹងក៏បានគាត់សង្កត់ដឹងនេះគឺជាឪពុករបស់ខ្ញុំហើយបន្ទាប់មកយើងក៏បានឃើញមុខទៅកាន់ឪពុករបស់គាត់ហើយប្រតិសង្ហាមិនទាំងកូនប្រហែលទេបន្ទាប់ពីអូគេឃើញមុខរបស់កូនគេនឹងក៏ថាអោបនឹងក៏ពិតមុខអស់ហើយប៉ុន្តែមួយយ៉ងក៏បានរុញគាត់ចេញគាត់ក៏នៅតែបានរអ៊ូទៀតហើយអាកូនចង្រៃយូហើយមិនជាមកយឺតខ្លាំងមែនទែនខ្ញុំពិតជាទន់ទ្រាន់នឹងនៅទីនេះមួយយ៉ងក៏បានកើតទៀតហើយនេះគឺជាថាពលនៃការបំដោរបស់ពុករបស់ខ្ញុំដែលទុកឲ្យខ្ញុំនឹងឯងមុនពេលដែលគាត់ចាស់ចេញទៅនឹងក៏នៅតែបានគិតគាត់ជឿពុកមែនទេមួយយ៉ងក៏បានសួរទៀតថាអូពុកអ្នកនេះជាអំពីអ្នកចិត្តស្និទ្ធនឹងប្រហែលជាអ្នកដែលបន្សល់ទុកនៅការរំដោះឲ្យខ្ញុំនឹងមែនទេគាត់ក៏បានយល់ព្រមបាត់មើលហើយវាមិនមានរឿងអ្វីដែលខុសពីនេះនោះទេគាត់ក៏បានសួរទៅឆ្ងល់ហើយបានជឿពុកធ្វើនេះទៅមិនអីត្រូវមកកញ្ញោតែម្ដងនឹងក៏បានជេរទៅកាន់វាអាចចង្រៃយកឲ្យខ្ញុំបានយកការរំដោះទាំងអស់សម្រាប់ឯងណាគ្រាន់តែខំប្រឹងតស៊ូខ្លួនឯងបន្តិចទៅមើលឪពុកដ៏ល្អបែបនេះឯងសាកដើររកវិជ្ជាអង្គទៅរកទៅមើលមួយយ៉ងក៏បានឆ្លើយយល់ព្រមទាំងឯក្បែរនឹងឯង
ពួករបស់គាត់ក៏បាននិយាយថាទោះបីជាឯងមកយឺតក៏ដោយប៉ុន្តែការរំដោះរបស់ឯងក៏មិនឈ្នះទៅកាន់ឪពុកដែរវូយងក៏នៅតែបានគិតថាកាលមុនគាត់គឺអន់នោះទេប៉ុន្តែឥឡូវនេះគាត់គឺខ្លាំងមែនទែននិងគាត់ក៏បានសួរសំណួរទៅកាន់ឪពុករបស់គាត់តើអ្នកបានលាក់អ្វីអំពីម្ដាយរបស់ខ្ញុំខ្លះទៅឪពុករបស់គាត់ក៏បានទស្សនាទៅកាន់គាត់ព្រមទាំងនិយាយទៀតដែរថាកូនល្អការជួយសង្គ្រោះទៅកាន់ម្ដាយរបស់ឯងគឺជារឿងដែលល្អបំផុតការប្រយុទ្ធក្នុងโลกនេះគឺបានបញ្ចប់ទៅហើយដូច្នេះវាលែងមានបញ្ហាហើយចំពោះបញ្ហានៃពិភពលោកវិញ្ញាណទាំង9នោះកម្រិតដែលអាចកើតឡើងគឺលើកឡើងហើយអ្នកត្រូវតែស្ដារថ្មបច្ចុប្បន្នសិនមិនដឹងថាត្រូវរងចាំនាពេលណាឡើយដើម្បីគ្រួសាររបស់យើងជួបជុំគ្នាវិញគណៈពេលនោះគាត់ក៏បានលេបបន្តិចម្ដងហើយក៏នៅតែនិយាយបញ្ញាប់ឡើងមកឲ្យកូនប្រុសហើយកុំភ្លេចនំកុំប្រសាររបស់ខ្ញុំមកផងមើលទៅកាន់មួយវិញពិតជាមិនធម្មតាទេហើយកុំភ្លេចយល់ម្ដាយរបស់ឯងមើលផងវៃហើយក៏បានលេចេញពីទីនេះបាទទៅវូយ៉ុងក៏បានស្រែកហើយខ្ញុំនឹងធ្វើឲ្យលោកឪពុកនិងម្ដាយរបស់ខ្ញុំជួបជុំគ្នារួមជាមួយនឹងខ្ញុំផងដែរក៏មកដល់កន្លែងមួយនៅវិញបំថ្មមួយក៏បានធ្លាក់ខ្ពាក់តែម្ដងនិងក៏បានលើសំឡេងមួយស្រែកបំណាច់អុកនៃជនទី3ទៅបំបីទាំងស្រុងអាក្មេងប្រុសអ្នកនោះពិតជាអត់ប្រយោជន៍ខ្លាំងមែនទែនបន្ទាប់មកយើងក៏នៅតែឃើញបាផ្លូវជាច្រើននៅលើដៃរបស់គេនឹងឯងដែលនេះគឺជាមនុស្សស្រីដែលមានរូបរាងអាត់កំបាំងណែយើងមិនដឹងថាជានរណាគេនោះទេនឹងក៏បានរអ៊ូប្រកបជាមាននៅថ្ងៃយើងត្រូវវិនិច្ឆ័យជាមិនខានប្រកបណាយើងក៏ត្រូវតែកែប្រែវាសនាមួយនេះបរិអត់ក៏បាននៅនោះបាននិយាយថាយើងនឹងត្រៀមខ្លួនត្រូវប្រកបថាបំផ្លាញគាត់នៅជាន់ទី4តើជាមួយអ្នកនឹងខ្ញុំនឹងអាចចាត់ការទៅកាន់អាក្មេងម្នាក់នោះបានទេបន្ទាប់ពីប្រាថ្នាបន្តិចស្រេចទៀតថាជូសិនលៀងហើយក៏បានបន្តពលជាច្រើនចាក់ចេញពីភ្នំមួយនោះអបិបនេះបានទទួលនឹងកម្មផ្លាប់បញ្ជាព្រមជាទៀតថាខ្ញុំបានរងចាំថ្ងៃនេះជាយូរណាស់មកហើយអុយការវឹកហាត់30ឆ្នាំយកមកប្រើការបានហើយបើអាក្មេងម្នាក់នោះហ៊ានមកប្រកបណាស់ប្រលឹងរបស់គេនឹងត្រូវខ្ញុំបំផ្លាញជាមិនខាននៅទីនេះគឺជាកន្លែងនៃការកាន់កាប់ឋានសួគ៌រង្វាន់ដែលសម្រាប់ទៅកាន់វានោះគឺអស្ចារ្យខ្លាំងណាស់ប៉ុន្តែក្រោយការរំដោះអស់រយៈពេល3000ឆ្នាំនោះខ្ញុំមិនអាចទ្រាំបានទៀតនោះទេខ្ញុំសង្ឃឹមថាអានយកក្រេឌីតពីបងបានឯសោះគ្រួសារទាំងមូលគោរពតាមខ្ញុំនិងរៀបចំគម្រោងធ្វើស៊ីអាកូននោះមួយបន្ទាប់មកស្រីរបស់យើងកាត់មកដល់ទឹកដីទេពអសរអីចឹងទៅដោយសារតែម៉ែរបស់គាត់បានប្រាប់ថាមកទឹកដីទេពអសរហ្នឹងឯងនឹងឃើញទៅកាន់វូយ៉ាព្រមទាំងម៉ែរបស់គាត់ដែលមានភ្លេចឈ្មោះបាត់ទៅហើយម្ដាយរបស់គាត់ក៏បានរអ៊ូទៀតហើយអ្នកចាត់ការទៅនេះបានបដិសេធជាមួយនឹងវូយ៉ុងវូយ៉ាគាត់ក៏បានប្រាប់ទៀតថាកុំប្រំលើប្រពន្ធសម្លាញ់យើងក៏មានផែនការហើយបន្ទាប់ពីគេទទួលមកក្តីស្រឡាញ់ពីពុកម្ដាយហើយឆ្លើយតបឲ្យគាត់នឹងអារម្មណ៍ដែលប្រៀបដូចជាទទួលបានភ្នំមួយដ៏កក់ក្ដៅហើយឥឡូវនេះការផ្ទៃក៏បានសម្រេចផងដែរក្មេងក្តាប់បិសាចនឹងក៏បានខ្លាចជាអ្នកបរិសុទ្ធថ្មីក្មេងស្រីតូចក៏បានអសរហើយលោកម្ចាស់នេះគឺជាវិធីដ៏ល្អមួយប៉ុន្តែគាត់បាននិយាយកាត់ក៏មិនក្មេងតូចនិយាយទៀតអីហើយក៏បានសំណាជាមួយប្រពន្ធរបស់គេទៀតហើយដោយ sweet ហ្នឹងឯងប៉ុន្តែគណៈពេលកំពុងតែ sweet នឹងក្មេងក្តាប់បិសាចក៏បានសួរទៀតហើយលោកម្ចាស់នៅពេលដែលព្រលឹងបរិសុទ្ធបន្ទាប់ពីចូលកាន់កាប់នោះតើខ្ញុំអាចទៅជន់បន្ទាប់ជាមួយនឹងអ្នកដើម្បីស្វែងរកជាមួយនឹងអ្នកបានទេប៉ុន្តែគណៈពេលនោះមេឃាក៏បានបញ្ចេញនូវពណ៌មួយយ៉ាងខ្មុលខ្មាញ់មួយវិញក៏បានប្រាប់ទៅកាន់មួយយ៉ងហើយបល័យសម្លាញ់គណៈពេលនេះអូនប្រហែលជាត្រូវរងទុកជាមួយនឹងផ្ទះឋានសួគ៌ទៀតហើយក្មេងស្រីបិសាចក៏បានសួរខ្ញុំគឺមិនដែលឃើញពីពួកវានោះទេវាគឺពិតជាបរិសុទ្ធខ្លាំងមែនទែនវូយ៉ុងក៏នៅតែបានកើតជាមួយនឹងសម្ដីរបស់ប៉វីហ្គីនោះប្រកាសណាជាមួយនឹងការឡើងមួយនេះហើយខ្ញុំនឹងទទួលបានការឡោមព័ទ្ធយ៉ាងធំសម្បើតែម្ដងខ្ញុំនឹងមិនបណ្ដោយឲ្យមួយវិញមានបញ្ហាអ្វីទេនោះទេនឹងឆ្វេងរកទៅកាន់បញ្ហាដើម្បីសម្លាប់វាចោលឲ្យហើយគណៈពេលនោះព្រលឹងមួយអំណាចទៀតរបស់គាត់ក៏បានមកប្រនិយាយទៅដែរថាខ្ញុំក៏បានសួរទៅកាន់ហ្វឹងធានហើយជាមួយនឹងព័ត៌មានផ្សេងៗក៏បានដឹងដែរបន្ទាប់មកក៏បានចូលទៅកាន់ខ្លួនរបស់គាត់វិញតែម្ដងបន្ទាប់ពីប្រលឹង4 10ទៅខ្លួនហើយមើលទៅកាន់មូយ៉ុងពិតជាមិនធម្មតានោះទេក៏បានជាពលរបស់គាត់យ៉ាងសំថោសសន្ធើផងដែរបន្ទាប់មកចំហាយអង្គពលជាច្រើនបានឡោមព័ទ្ធទៅកាន់អាចារ្យមួយវិញព្រមទាំងកូនបិសាចទាំងពីរផងដែរគឺថាមានម្នាក់ស្លូតមួយម្នាក់ខាច់ហ្នឹងឯងដែលហៅឈ្មោះមួយថាអុកនិងមួយទៀតគឺជាបរិសុទ្ធដោយសារតែទទួលអំណាចអំពីមួយវិញហ្នឹងឯងដែលនេះគឺជាថាពលរបស់វូយ៉ុងដែលបានឲ្យទៅកាន់កូនចៅរបស់គាត់ដែលមានអាចារ្យហ្វឹងធានរួមទាំងស្ដេចខ្មោចផងដែរបន្ទាប់មកនិយាយទៅកាន់អាចារ្យមួយវិញព្រមម្ចាស់បិសាចដ៏ខ្លាំងក្លាសូមអ្នកជួយមកកាន់ខ្ញុំផងហើយឥឡូវនេះឯងក៏សូមបញ្ចប់សេរីរបស់យើងត្រឹមប៉ុណ្្នឹងផងដែរខ្ញុំពនាមជំរាបជូនក្នុងវីដេអូក្រោយ